ថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីចំណុចពិសេសមួយរបស់ Galaxy C47 ដែល iPhone 17 Pro Max អត់អាចធ្វើបានអ្នកទាំងអស់គ្នាចំណុចពិសេសរបស់ C47 ដែល iPhone 17 Pro Max អត់អាចធ្វើបាននោះគឺវាមានអេក្រង់បត់ដែលនៅពេលដែលយើងបត់អេក្រង់នោះយើងអាចបើកមុខងារមួយដែលធ្វើឲ្យអេក្រង់បត់របស់វានោះคล้ายទៅជា monitor សម្រាប់មើលខ្លួនឯងអញ្ចឹងពិតជាងាយស្រួលមែនទែនសម្រាប់អ្នកដែលចូលចិត្តថត vlog អ្នកទាំងអស់គ្នាបានដឹងហើយថាកាមេរ៉ាខាងក្រោយរបស់ Galaxy C47 គឺមានសមត្ថភាពខ្លាំងមែនទែនដែលវាអាចថតវីដេអូបាននៅក្នុងកម្រិត 8K ជាមួយនឹងល្បឿន30 frame ជាមួយនឹង lock profile time ទៀតផងអ្នកទាំងអស់គ្នាហើយមុខងារ lock profile នេះដែរគឺវាជួយឲ្យកម្រិត dynamic range នៅលើ footage ដែលយើងថតមកហ្នឹងគឺវាមានកម្រិត dynamic range ខ្ពស់បានន័យថានៅកន្លែងដែលខ្សោយពន្លឺគឺវាបន្ថែមពន្លឺឲ្យភ្លឺបន្តិចហើយនៅកន្លែងដែលភ្លឺខ្លាំងគឺវាបន្ថយពន្លឺអត់ឲ្យភ្លឺពេកឬក៏ល្ងិតពេកទេអញ្ចឹងវាអំណោយផលនៅក្នុងការកែពណ៌នៅលើ computer តោះយើងទៅទស្សនាវីដេអូដែលថតចេញពី Galaxy C47 ទាំងអស់គ្នាខ្ញុំអត់ទាន់បានប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបនៃការបើកប្រើប្រាស់នៅមុខងារមើលខ្លួនឯងនៅពេលដែលយើងថតវីដេអូនេះទេតោះទៅមើលមកខ្ញុំទាំងអស់គ្នាជាដំបូងអ្នកទាំងអស់គ្នាចូលទៅកាន់កន្លែង photo យើងបើកកាមេរ៉ាយើងធំអញ្ចឹងមកបន្ទាប់មកយើងចុចកន្លែងនេះឲ្យវាចេញសញ្ញាពណ៌លឿងបន្ទាប់មកយើង rotate ទូរស័ព្ទរបស់យើងបាទយើង rotate ទូរស័ព្ទរបស់យើងមកខាងមុខវិញអូខេអ្នកទាំងអស់គ្នាឃើញសញ្ញា sound នេះយើងចុច slide ដោះវាមកអូខេអញ្ចឹងមុខងារទាំងអស់គឺវាបានត្រឡប់មកខាងក្រោយវិញអញ្ចឹងអ្នកទាំងអស់គ្នាចង់ថតវីដេអូកម្រិត 8K ហើយ24 frame ហ្នឹងគឺអាចចុចចូលកន្លែងនេះបន្ទាប់មកចុចចូលមុខងារ Pro Mode រួចយើងជ្រើសយកមុខវីដេអូនេះគឺ lock profile ហើយយើងចុចកន្លែងនេះ 8K 24 frame អញ្ចឹងអ្នកទាំងអស់គ្នាអាច selfie ជាមួយនឹងកាមេរ៉ាខាងក្រៅនេះបានហើយជាមួយនឹង microphone DJI នេះយើងបំពាក់នៅលើវាបើសិនជាអ្នកទាំងអស់គ្នាចង់ទិញ microphone DJI Mic Mini នេះអ្នកទាំងអស់គ្នាអាចរកទិញបានតាមរយៈហាងលក់កាមេរ៉ាល្អមែនដែលខ្ញុំនឹងដាក់ link នៅលើ caption ខាងលើត្រឡប់មកវិញនេះហើយជាចំណុចដែល Galaxy C47 ស៊ីដាច់ iPhone 17 Pro Max ហើយតោះទៅដឹងអំពីចំណុចមួយទៀតដែល iPhone 17 Pro Max ថតវីដេអូបានស៊ីដាច់ Galaxy C47 វិញ iPhone 17 Pro Max មានប្រៀបជាង Galaxy C47 នៅចំណុចនៃការថតវីដេអូបាននៅក្នុងកម្រិត 4K Open Gate ជាមួយនឹង file ProRes RAW អ្នកទាំងអស់គ្នាចំណុចនេះហើយដែលធ្វើឲ្យ Galaxy C47 គឺត្រូវតែចាញ់ iPhone 17 Pro Max បើសិនជាអ្នកទាំងអស់គ្នាមិនមែនជាអ្នកដែលចូលចិត្តថតវីដេអូឬក៏ edit វីដេអូទេអ្នកទាំងអស់គ្នាប្រកាសជាមិនដឹងទេថា ProRes RAW ហ្នឹងគឺជា file អ្វីផលប្រយោជន៍នៃការថត ProRes RAW នៅលើ iPhone 17 Pro Max ដែលវាផ្ដល់ឲ្យយើងនោះគឺនៅពេលដែលយើងថតវីដេអូរួចហើយយើងក៏អាចយកវីដេអូនោះមកកែនៅកម្រិត ISO temperature ឬក៏កម្រិត exposure បានផងដែរអ្នកទាំងអស់គ្នាអញ្ចឹងមិនបាច់ភ័យថាអ្នកទាំងអស់គ្នាថតទៅភ្លឺពេកឬក៏ងងឹតពេកអីទេអ្នកទាំងអស់គ្នាអាចយកមកសេរី ISO ថែមនៅលើ computer បានងាយៗតែម្ដងប៉ុន្តែគុណវិបត្តិរបស់វាក៏មានដែរដោយការថត ProRes RAW នេះគឺស៊ីមេធំខ្លាំងមែនទែនអញ្ចឹងតម្រូវឲ្យយើងប្រើប្រាស់នៅ SSD បន្ថែមដើម្បីថតវីដេអូហើយមួយទៀតអ្នកទាំងអស់គ្នាបើតាមវីដេអូដែលយើងមើលឃើញគឺការថត 4K Open Gate នេះវីដេអូរបស់ iPhone ហ្នឹងគឺមិនមាន stabilize ទេគឺញ័រខ្លាំងមែនទែនតែម្ដងប៉ុន្តែកុំបារម្ភយើងក៏អាចយកវាមកចាក់ stabilize បានតាមក្រោយផងដែរហើយចំណាប់អារម្មណ៍របស់ខ្ញុំសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្តដើរលេងហើយថត vlog នោះខ្ញុំពិតជា highly recommend ខ្លាំងមែនទែនអំពី Galaxy C47 ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តនៅក្នុងការថតវីដេអូឲ្យមានគុណភាពខ្ពស់និងស្រួលនៅក្នុងការ edit នៅពេលដែលយើងថតហើយអ្នកទាំងអស់គ្នាត្រូវតែជ្រើសរើសយក17 Pro Max ហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអរគុណសម្រាប់ការទស្សនា